យោធាណូវេសប្រាប់ពលរដ្ឋឲ្យប្រគល់សម្ភារៈឲ្យយោធាពេលប្រទេសជួបសង្គ្រាមប្រជាជនណូវេសរាប់ពាន់នាក់ត្រូវបានទទួលសម្បត្តិពីយោធានៅថ្ងៃច័ន្ទដោយជូនដំណឹងដល់ពួកគេថាផ្ទះយានជំនិះទូកនិងគ្រឿងចាក់ផ្សេងទៀតអាចនឹងត្រូវទាមទារយកមកប្រើប្រាស់បន្ទាន់ករណីបើប្រទេសមានសង្គ្រាមនេះបើតាម AFP យោធាណូវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការស្នើសុំនេះមានគោលបំណងធានាថានៅក្នុងស្ថានភាពសង្គ្រាមកងកម្លាំងប្រដាប់អាវុធមានលទ្ធភាពទទួលបានធនធានគ្រប់គ្រាន់សម្រាប់ការពារប្រទេសបើតាមការព្យាករណ៍តម្រូវការចាំបាច់ត្រៀមរៀបចំប្រហែល 13,500 គ្រឿងនឹងត្រូវបានចែងសម្រាប់ឆ្នាំ2026តែយ៉ាងណាសេចក្តីថ្លែងការណ៍មួយបានលើកឡើងថាសម្បត្តិនោះមិនទាន់ជះឥទ្ធិពលជាក់ស្ដែងនៅឡើយទេវាគ្រាន់តែអនុញ្ញាតឲ្យម្ចាស់ទ្រព្យសម្បត្តិបានដឹងថាយោធាអាចកាន់កាប់សម្ភារៈរបស់ពួកគេក្នុងករណីមានចំនួនប៉ុណ្ណោះសំណើនេះមានសុពលភាពរយៈពេល1ឆ្នាំហើយប្រហែល2/3នៃសម្បត្តិដែលបានផ្ញើក្នុងឆ្នាំ2026គឺបានបន្តពីឆ្នាំមុនប៉ុណ្ណោះចំណែកប្រធានអង្គការយោធាបានថ្លែងថាសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់វិបត្តិនិងសង្គ្រាមបានកើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកបានបន្តថាណូវេសកំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការផ្នែកសន្តិសុខកម្រិតខ្ពស់បំផុតមិនធ្លាប់មានដែលចាប់តាំងពីសង្គ្រាមលោកលើកទី2មកម្លេះពិសេសសង្គមរបស់យើងត្រូវតែត្រៀមខ្លួនសម្រាប់វិបត្តិផ្នែកសន្តិសុខហើយហេតុការណ៍ដែលអាក្រក់បំផុតគឺសង្គ្រាមយើងកំពុងធ្វើការកសាងកម្លាំងយោធានិងការត្រៀមលក្ខណៈស៊ីវិលដ៏សំខាន់គួរឲ្យដឹងផងដែរថាប្រទេសណូវេសដែលជាសមាជិកស្ថាបនិកអង្គការ NATO បានបង្កើនការការពាររបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ